ក្តៅស្គាល់ហើយម្ចាស់ឡានពាក់ផ្លាកលេខរត់សម្លុតអ្នករត់តាក់ស៊ីជាអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារប្រពន្ធពីខេត្តក្រចេះបានឲ្យនិនថាក្នុងអំឡុងឆ្នាំ2012លោកមាសញឹមកាលនៅជាអនុប្រធាននាយកដ្ឋានដែនជំរកសត្វព្រៃក្រសួងបរិស្ថានធ្លាប់ត្រូវបានសមត្ថកិច្ចកងរាជអាវុធលើផ្ទៃប្រទេសឃាត់ខ្លួនបញ្ជូនទៅតុលាការហើយតុលាការដាក់ពន្ធនាគារពាក់ព័ន្ធបទល្មើសព្រៃឈើនៅខេត្តក្រចេះម្ដងរួចមកហើយលុះឆ្នាំ2014ពេលចេញពីពន្ធនាគារមកវិញក៏បានចូលមកធ្វើការនៅក្រសួងបរិស្ថានវិញហើយត្រូវបានតែងតាំងទៅធ្វើជាអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហាររហូតដល់ថ្ងៃផ្ទុះរឿងបើកបរលឿដងផ្លូវនៅភ្នំត្បែងខេត្តព្រះវិហារសូមជម្រាបថានៅថ្ងៃនេះមានការចែករំលែកតគ្នាតាមរយៈទំព័រ Facebook រឿងអ្នកបើកបររថយន្តពាក់ផ្លាកលេខរត់មួយពេបូមបានគំរាមទាក់ប្រជាពលរដ្ឋក្នុងខណៈពាវបើកបរលឿដងផ្លូវ